រហូតមកដល់រសៀលថ្ងៃទី7 ខែមិថុនានេះក្រសួងការបរទេសមិនទាន់បានទទួលព័ត៌មានណាមួយពីភាគីថៃក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាអំពីការបិទច្រកព្រំដែនណាមួយដោយភាគីថៃនៅឡើយទេនេះបើតាមការបញ្ជាក់របស់លោកជុំសុនារីអ្នកនាំពាក្យក្រសួងការបរទេសនៅសហប្រតិបត្តិការអន្តរជាតិកម្ពុជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសបានធ្វើឡើងបន្ទាប់ពីមានការផ្សាយថាចាប់ពីថ្ងៃទី7 ខែមិថុនាឆ្នាំ2025តទៅច្រកតំបន់និងច្រករវាងព្រំដែនថៃនិងកម្ពុជាត្រូវបានបិទជាបណ្ដោះអាសន្នដើម្បីរងចាំការចរចាពាក់ព័ន្ធករណីជំនួសវិវាទព្រំដែនគោករវាងថៃកម្ពុជាបន្ទាប់ពីភាគីកម្ពុជាបានបដិសេធមិនព្រមចរចា4ចំណុចគឺតំបន់ប្រាសាទតាមាន់តូចតាមាន់ធំតាក្របីនិងតំបន់មុំ3នៅក្នុងកិច្ចប្រជុំពេញអង្គគណៈកម្មការធិការចម្រុះព្រំដែនដែលហៅកាត់ថា JBC ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី14 ខែមិថុនាឆ្នាំ2025ខាងមុខនេះដោយទាមទារឲ្យភាគីថៃដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ពាក់ព័ន្ធនឹងព័ត៌មានអំពីការបិទច្រកព្រំដែនតំបន់មួយចំនួនដោយភាគីថៃនៅថ្ងៃទី7 ខែមិថុនាឆ្នាំ2025អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ដូចនេះថារហូតមកដល់ពេលនេះក្រសួងការបរទេសមិនទាន់បានទទួលព័ត៌មានណាមួយពីភាគីថៃក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាអំពីការបិទច្រកព្រំដែនណាមួយដោយភាគីថៃនៅឡើយទេលោកក៏បានបញ្ជាក់ទៀតថាទន្ទឹមនឹងនេះលោកកំពុងរងចាំការបញ្ជាក់របស់ស្ថានអគ្គកុងស៊ុលកម្ពុជានៅស្រះកែវចំពោះព័ត៌មានអំពីការបិទច្រកព្រំដែនតំបន់ដោយភាគីថៃខាងលើផងដែរ